កាន់តែធ្ងន់ធ្ងរទៀតដែរអ្នកទាំងអស់គ្នាកាលពីពេលថ្មីៗកន្លងទៅនេះប្រទេសរាំងនេះអាចបានគម្រាមចេញបំទូសង្គ្រាមនៅទូទាំងពិភពលោកតែម្ដងដោយផ្ដើមចេញអំពីតំបន់មជ្ឈិមបូព៌ាទៅប្រសិនបើសហរដ្ឋអាមេរិកនេះឯងគឺនៅតែបន្តបើកការវាយប្រហារទ្រង់ទ្រាយធំមកលើប្រទេសរាំងតទៅទៀតកាលពីថ្ងៃប្រហោះកន្លងទៅប្រទេសរាំងនេះបានព្រមានយ៉ាងធ្ងន់ធ្ងរថាខ្លួននឹងពង្រីកវិសាលភាពនៃសង្គ្រាមជាមួយនឹងសហរដ្ឋអាមេរិកនៅពេលពេញពិភពលោកតែម្ដងដែលផ្ដើមចេញអំពីតំបន់មជ្ឈិមបូព៌ាទៅប្រសិនបើទីក្រុង Washington នេះហ៊ានទៅបើកការវាយប្រហារបន្ថែមទៀតប្រឆាំងជាមួយនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះលោកឧត្តមសេនីយ៍អាលីអាដុលហាលីដែលជាមេបញ្ជាការរបស់កងឆ្មាំបរិវត្តអ៊ីស្លាមអ៊ីរ៉ង់បាននិយាយថាយើងសូមព្រមានទុកជាមុនថាប្រសិនបើសហរដ្ឋអាមេរិកនេះព្យាយាមបើកការវាយប្រហារបន្ថែមទៀតប្រឆាំងជាមួយនឹងប្រទេសរាំងទ្រង់ទ្រាយធំនោះប្រទេសយើងនឹងឆ្លើយតបកាន់តែខ្លាំងក្លាជាមុនទៅទៀតហើយអណ្ដាតភ្លើងនៃសង្គ្រាមនឹងរីករាលដាលមិនត្រឹមតែតំបន់មជ្ឈិមបូព៌ានោះទេក៏ប៉ុន្តែវាក៏នឹងរីកវិសាលភាពនៅទូទាំងពិភពលោកផងដែរជាការឆ្លើយតបទៅនឹងការគម្រាមកំហែងរបស់លោកដូណាល់ត្រាំនៅក្នុងការចង់វិលដណ្ដើមកាន់កាប់ទៅលើរោងចក្រនាំចេញប្រេងជាចម្បងរបស់ប្រទេសរាំងដែលមានទីតាំងស្ថិតនៅលើកោះខាងដែលស្ថិតនៅក្នុងតំបន់ជើងសមុទ្រនោះលោកមេបញ្ជាការដដានេះក៏បានបន្តឲ្យដឹងទៀតថាការនាំចេញប្រេងនិងអូស្មန်នឹងមានសម្រាប់មនុស្សគ្រប់គ្នាក៏ប៉ុន្តែមនុស្សគ្រប់គ្នាក៏អាចនឹងគ្មានវានៅក្នុងការប្រើប្រាស់ផងដែរបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មានអាណាណាលូបានឲ្យដឹងថាការព្រមាននេះគឺបានកើតឡើងភ្លាមៗនៅមុនពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនេះបានប្រកាសលុបចោលនៅផែនការបើកការវាយប្រហារទ្រង់ទ្រាយធំដែលបានគ្រោងទុកកាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2026កន្លងទៅបន្ទាប់ពីភាគីទាំងពីរបានត្រូវរើគ្នាពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពគួរបញ្ជាក់ផងដែរថាកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកនេះបានបើកការវាយប្រហាររយៈពេល2ថ្ងៃដើម្បីប្រឆាំងទៅនឹងគោលដៅជាច្រើននៅក្នុងប្រទេសរាំងបន្ទាប់ពីប្រទេសនេះបានបាញ់កំទេចដល់ថំបេកចាអាផាឈីរបស់សហរដ្ឋអាមេរិកមួយគ្រឿងដែលមានទីតាំងស្ថិតនៅក្នុងតំបន់ច្រកសមុទ្រអមូតែយ៉ាងណាមិញកងឆ្មាំបរិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC បាននិយាយថាគោលដៅយោធារបស់សហរដ្ឋអាមេរិកសំខាន់មានចំនួនរហូតដល់18កន្លែងឯណោះក៏ត្រូវបានបើកការវាយប្រហារសងសឹកដោយប្រទេសរាំងវិញផងដែរពោលគឺនៅឯមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថាអាលីអាសាឡឹមនិងអាម៉ាត់អាល់ជេលបឺដែលមានទីតាំងស្ថិតនៅក្នុងប្រទេសគុយបែបមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថាសាក់អ៊ីហ្សាដែលមានទីតាំងស្ថិតនៅក្នុងប្រទេសបារ៉ែននិងមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកមួយទៀតដែលផ្ទុកទៅដោយយន្តហោះចម្បាំងយ៉ាងច្រើនសន្ធឹកសន្ធាប់នោះស្ថិតនៅក្នុងប្រទេសសោកដានីបាទហើយសូមបញ្ជាក់បន្តិចណាស់ទាំងអស់គ្នាប្រទេសរាំងនេះឯងបានគម្រាមពង្រីកវិសាលភាពនៃសង្គ្រាមនៅទូទាំងពិភពលោកនឹងគឺសំដៅទៅដល់ប្រទេសណាដែលបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនេះឯងតាំងទីនៅនៃមូលដ្ឋានកងទ័ពរបស់ខ្លួននៅលើទឹកដីរបស់ប្រទេសនោះមិនមែនប្រទេសរាំងនេះឯងប្រកាសសង្គ្រាមនៅទូទាំងពិភពលោកទេណាទាំងអស់គ្នាគឺប្រកាសបើកការវាយប្រហារទៅលើប្រទេសណាដែលមានមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកតាំងទីនៅទីនោះហើយក៏មិនមែនបើកការវាយប្រហារទៅលើហត្ថរចនាសម្ព័ន្ធរបស់ប្រទេសនោះដែរគឺបើកការវាយប្រហារតែទៅលើមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះបាទនៅក្នុងថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់មកដឹងអំពីករណីនៃគ្រោះរំជួយដីវិញម្ដងបាទដូចយើងដឹងស្រាប់ហើយអ្នកទាំងអស់គ្នាប្រទេសមួយចំនួនហ្នឹងគឺឧស្សាហ៍ជួបជាមួយនឹងករណីនៃគ្រោះរំជួយដីនេះខ្លាំងណាស់បាទជាស្ដែងដូចជានៅប្រទេសជប៉ុននេះជាដើមដែលប្រទេសនេះគឺឧស្សាហ៍ជួបជាមួយនឹងករណីគ្រោះរំជួយដីនេះខ្លាំងណាស់បាទមានពេលខ្លះបន្ទាប់ពីជួបជាមួយនឹងគ្រោះរំជួយដីនេះរួចមកក៏បង្កើតទៅជារលកយក្សស៊ូណាមីវិញម្ដងបានបង្កមានការខូចខាតដល់ហត្ថរចនាសម្ព័ន្ធរបស់ប្រទេសនេះជាច្រើនហើយមិនត្រឹមតែប៉ុណ្ណោះទេវាបានថែមទាំងសម្លាប់ប្រជាជនរបស់ប្រទេសជប៉ុននេះនៅក្នុងចំនួនដ៏ច្រើនទៀតផងជាទូទៅយើងធ្លាប់តែដឹងថាការរំជួយដីនេះគឺមានប្រមាណរិចតើអីជាដើមចឹងទៅបាទក៏ប៉ុន្តែបងប្អូនមួយចំនួនប្រហែលជាមិនទាន់បានដឹងនៅទេថាកម្រិតនៃការរំជួយនឹងប្រមាណរិចតើទើបអាចបង្កមានគ្រោះថ្នាក់បានហើយនឹងគេចាត់ទុកថាគឺជាកម្រិតនៃការរំជួយខ្លាំងបើអញ្ចឹងកុំឲ្យខាត់ពេលច្រើនយើងស្ដាប់ទាំងអស់គ្នាបាទបើផ្អែកទៅតាមការវិតម្លៃរបស់ភូមិសាស្ត្រនៃការរំជួយដីនឹងបានឲ្យដឹងថាកម្រិតនៃការរំជួយដីប្រមាណ 2.5 រិចតើនោះគឺគេបានចាត់ទុកថាគឺជាកម្រិតនៃការរំជួយស្រាលបំផុតហើយជាទូទៅការរំជួយដីនៅត្រឹមកម្រិតនេះជាទូទៅគឺមនុស្សមិនអាចមានអារម្មណ៍ដឹងថាមានការរំជួយដីនោះទេក៏ប៉ុន្តែគឺគេអាចរកឃើញបានតាមរយៈឧបករណ៍ត្រួតពិនិត្យចំណែកឯការរំជួយដីដែលអាចធ្វើឲ្យមនុស្សនោះទទួលអារម្មណ៍ដឹងថារំជួយបាននោះគឺតើតើការរំជួយនោះគឺមានកម្រិតរហូតដល់3រិចតើណោះក៏ប៉ុន្តែក៏វាអាស្រ័យទៅលើទីតាំងនិងជម្រៅនិងស្ថានភាពដីនៅក្នុងតំបន់នោះដែរ
នៅក្នុងតំបន់មួយប្រសិនបើមានករណីគ្រោះរញ្ជួយដីប្រមាណ3 Richter ទៅ 3.9 Richter នោះមនុស្សនៅក្នុងផ្ទះអាចមានអារម្មណ៍កម្រិតនៃការរញ្ជួយដីនោះគឺស្រដៀងទៅនឹងរថយន្តដឹកទំនិញដែលកំពុងតែបើកកាត់ក្បែរនោះតែប្រសិនបើកម្រិតនៃការរញ្ជួយនោះគឺឈានទៅដល់4 ទៅ 4.9 Richter វិញវត្ថុប្រើប្រាស់នៅក្នុងផ្ទះអាចរង្គើនិងបង្អួចអីជាដើមនោះគឺអាចប៉ះទង្គិចគ្នានិងបង្កទៅជាសម្លេងលាន់ឮបានហើយប្រសិនបើឈានទៅដល់កម្រិត5 ទៅ 5.9 Richter វិញគេចាត់ទុកថាគឺជាការរំជួយខ្លាំងហើយដែលបណ្ដាលឲ្យគ្រឿងសង្ហារឹមនៅក្នុងផ្ទះផ្លាស់ប្ដូរទីតាំងនិងស្នាមប្រើក៏អាចចាប់ផ្ដើមលេចជារូបរាងឡើងនៅតាមជញ្ជាំងផងដែរហើយប្រសិនបើការរំជួយដីនោះគឺមានកម្រិត6 ទៅ 6.9 Richter វិញគេចាត់ទុកថាគឺជាការរំជួយដ៏ខ្លាំងក្លាហើយដែលករណីនឹងការរំជួយនោះគឺវាអាចបណ្ដាលឲ្យមានអគារមិនរឹងមាំមួយចំនួនមានការខូចខាតឬក៏ដួលរលំតែម្ដងប្រសិនបើកម្រិតនៃការរំជួយនោះគឺឈានទៅដល់7 Richter វិញកម្រិតនៃការរំជួយនេះគឺខ្ពស់ខ្លាំងណាស់ដែលជាការរំជួយដ៏ធ្ងន់ធ្ងរដែលបណ្ដាលឲ្យអគារជាច្រើនដួលរលំហើយក៏អាចបង្កឲ្យដីប្រេះដាច់ចេញពីគ្នាផងដែរ